សំអាតធុញដល់គ្នានឹងដែរណាមកទឹកសម្អាត2 ដងហើយស្នើតាគេគិតលុយឲ្យទៅគឺយើងត្រូវចូលមុន20 នាទីអ្នកនរគ្នារោងចក្រអ្នកនរគ្នាគេធ្វើអញ្ចឹងដែរអត់រោងចក្រដែលខ្ញុំធ្វើគឺសម្អាតរៀងរាល់ថ្ងៃពុធហើយនិងថ្ងៃសុក្របើពីមុនមនុស្សច្រើនគឺរៀងរាល់ថ្ងៃពុធអីថ្ងៃសុក្រអីខ្ញុំសម្អាតតែម៉ាស៊ីនរហូតអញ្ចឹងប៉ុន្តែឥឡូវមនុស្សនៅសល់តែ5 នាក់ទេដូច្នេះហើយគឺថ្ងៃពុធខ្ញុំសម្អាតម៉ាស៊ីនថ្ងៃសុក្រទៅជួយបោសគេក្នុងទីធ្លាក្នុងរោងចក្រអញ្ចឹងអ្នកនរគ្នាដោយសារតែមានអ្នកជួយបោសជួយជូតអញ្ចឹងព្រោះថ្ងៃសុក្រយើងត្រូវជូតក្នុងរោងចក្រទាំងអស់ហើយសំណោះតែរោងចក្រទូចទៅរោងចក្រធំដែរជូត20 នាទីឡើងស្ងាកដៃអស់ហើយម៉ាស៊ីននេះយើងជូតចឹងជូតហើយក៏យើងរឹតខ្ចៅរឹតអីចឹងកុំឲ្យវាព្រោះម៉ាស៊ីននេះវាលើកឡើងចុះទៅវាធ្វើឲ្យរលុងខ្ចៅប៉ុន្តែរលុងតាមខ្ញុំពងជូតនឹងទេដោយសារវាចាស់ចឹងអាយុកាលវាដូចជាចូល30 ឆ្នាំហើយដឹងព្រោះប្រហែលអាទិត្យមុនហ្នឹងគឺរោងចក្របានធ្វើគប់20 ឆ្នាំអញ្ចឹងអ្នកនរគ្នាប៉ុន្តែម៉ាស៊ីននេះគឺទិញមកទឹកទេអាដែលខ្ញុំជូតអាមុនហ្នឹងអានៅខាងស្ដាំដៃនេះគឺទិញមកទឹកទេហើយខ្ញុំពងជូតនោះគឺថ្មីហ្នឹងដូចជាមិនដល់ទៅបាន10 ឆ្នាំប្រហែលជា10 ឆ្នាំជាងហើយម៉ាស៊ីនហ្នឹងវាគេទុកសម្រាប់បាញ់គីមីចូលហើយគេគៀបជាមួយនឹងប៉ាណែលដែលខ្ញុំបត់ហើយគេយកមកបាញ់ចូលហ្នឹងឲ្យវារឹងអញ្ចឹងណាប៉ុន្តែមិនយើងបត់ដាច់ហើយយើងយកមកដាក់ភ្លាមទេគឺគេយកទៅរូតខ្សែភ្លើងរូតអីអញ្ចឹងតភ្ជាប់វាដើម្បីយកមកបាញ់គីមីបញ្ចូលដើម្បីយកលក់អញ្ចឹងអ្នកទាំងអស់គ្នាអាហ្នឹងគឺជាប្រភេទប្រទេសកម្ដៅបន្ទាប់ពីយើងជូតហើយគឺយើងមកប្រេះម្ដងអ្នកទាំងអស់គ្នាហើយយ៉ាងនេះយើងប្រេះដែកស្រួលប្រេះទំហំកណ្ដាលតែតឹងវាគឺ1 ម៉ែត្រហើយបដោយវាគឺ1.60 ម៉ែត្រដែកនេះគឺវាស្រួលប្រេះទេអត់ដូចម្សិលមិញដែលខ្ញុំប្រេះគឺប្រេះទូចនោះគឺយើងត្រូវជាន់4 ដងប៉ុន្តែនេះគឺយើងជាន់តែ2 ដងទេជាន់កន្ទុយនិងក្បាលដូចគ្នាប៉ុន្តែជាន់តែ2 ដងទេប្រទេសហ្នឹងគឺវាពេញនិយមគេច្រើនកំងជាងគេហើយក្នុងមួយខែបត់សឹងតែរាល់ថ្ងៃប្រទេសហ្នឹងគឺយើងធ្វើរាល់ថ្ងៃបើផុតពីទំហំហ្នឹងគឺយើងឡងមួយអាទិត្យអីធ្វើតែម្ដងអញ្ចឹង